នេះខ្ញុំបានចូលដល់ដំណាក់កាលទី3នៃការដាំដុះខាងវិញ្ញាណហើយពីទស្សនៈខាងក្រៅត្រឹមតែ6វិនាទីប៉ុណ្ណោះបានដល់ពេលត្រូវចេញទៅសងសឹកហើយហេរីយ៉េណាឡានអ្នកបានបរាជ័យក្នុងការសម្លាប់ខ្ញុំដល់វេនខ្ញុំសម្លាប់អ្នកហើយដល់វេនខ្ញុំសម្លាប់អ្នកហើយការប្រែប្រួលធម្មពលខាងវិញ្ញាណដ៏គួរឲ្យភ័យខ្លាចអ្វីហើយវាមានរយៈពេលតែមួយផ្លែតប៉ុណ្ណោះគាត់ខ្លាចជាមនុស្សខ្លាំងបែបនេះវាពិតជាអាចបង្រួមទៅជារូបរាងបានគាត់បានទៅដល់អាណាចក្រមាសវិញ្ញាណហើយនេះគឺជាកម្រិតទី3នៃអាណាចក្រមាសខាងវិញ្ញាណ Dragon Elephant Pride នៅ Kung Fu បងប្រុសច្បងកំពុងហៅរកជំនួយបន្តហៅមនុស្សចំណេះដឹងទាំងអស់ខ្ញុំបានដឹងរួចហើយវីយ៉ាងទំនងជាត្រូវបានសម្លាប់ដោយអ្នកដំណើរឆ្លងកាត់គ្រួសារឈីវរបស់យើងមានអាយុកាលច្រើនឆ្នាំមកហើយវាមិនងាយស្រួលទេសម្រាប់ទេពកសមួយលេចឡើងមិនយូរប៉ុន្មានពួកគេនឹងក្លាយជាគ្រួសារលេខ1នៅក្នុងទីក្រុង Land Shore ពើមនេះត្រូវតែសងសឹកខ្ញុំបានរៀបចំឃាតករពី Underworld រួចហើយអ្នកជាមនុស្សចម្លែកបានកាត់ផ្តាច់ពូជពងគ្រួសារជួរបស់ខ្ញុំនឹងធ្វើឲ្យអ្នកចំណាយសម្រាប់រឿងនេះដោយឈាមប្អូនប្រុសច្បងជាអ្នកបានឃើញវ៉ងថេងទេគាត់ត្រូវបានបណ្តេញចេញពីគ្រួសាររបស់គាត់បានទៅផ្ទះវិញដើម្បីទទួលមរតកអាជីវកម្មគ្រួសារខ្ញុំគ្រាន់តែត្រូវរកឱកាសដើម្បីឲ្យគាត់ញ៉ាំអាហារសម្រន់នៅពេលក្រោយអរគុណជប់នៅត្រង់នឹងហើយអ្នកដើរកាត់ខ្ញុំសូមជំទាស់អ្នកដើរឆ្លងកាត់ឥឡូវនេះអ្នកគឺជាសិស្សនៃសាលា10000ហ៊ានទទួលយកដំបូន្មានរបស់អ្នកចាប់ផ្ដើមបញ្ហាប្រឈមរបស់សិស្សដែលមានកម្រិតចូលខ្ពស់បំផុតតាមពិតគាត់ត្រូវបានវាយដាច់ដោយសិស្សម្នាក់ដែលមានឈាមគ្មានតម្លៃខ្ញុំមិនជឿជាក់ទេប៉ុន្តែអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីប្រយុទ្ធនឹងអ្នកបាននិយាយអ្វីទោះបីជាអ្នកបានធ្វើឲ្យជំនាញទាំង7សកម្មរួចហើយក៏ដោយប៉ុន្តែឥឡូវនេះខ្ញុំព្រះពិតជាបានទៅខាងលិចមែនតើគេមិននិយាយថាអ្នកដែលមានពូជឈាមទាបជាងមិនអាចទៅដល់ពិភពវិញ្ញាណបានទេលូសិនអ្នកមិនដឹងថាព្រហ្មចារីបរិសុទ្ធមានន័យយ៉ាងណាចំពោះគោជាងយន្តទេមិនយូរមិនឆាប់គាត់នឹងជួបបញ្ហាធំដោយសារតែអត្តសញ្ញាណរបស់គាត់ជាសិស្សរបស់ព្រះនាងស្រមុកកម្រិតទី4នៃអាណាចក្រវិញ្ញាណនាគក្រហមអង្រួនឋានសួគ៌បាតដៃកម្រិតចូលក្មេងជំទង់ឆ្លងកាត់បងស្រីច្បងឈីនខ្ញុំនៅទីនេះថ្ងៃនេះពួកគេមានរឿងចង់សួរពួកគេបងស្រីច្បងឈីនគ្រាន់តែប្រាប់ខ្ញុំពីអ្វីដែលអ្នកកំពុងគិតចុះគ្រូសាឈីនរបស់យើងវិញគ្រូសាធំជាងគេនៅក្នុងទីក្រុងលូអានពួកខ្ញុំបានរៀបចំអាពាហ៍ពិពាហ៍ឲ្យខ្ញុំមុនពេលខ្ញុំកាត់មកគ្រូសាធំទី2នៅក្នុងទីក្រុងលូអានចៅហ្វាយវ័យក្មេងដ៏អាក្រក់បំផុតនៃគ្រូសាវូថ្ងៃភ្ជាប់ពាក្យចិត្តមកដល់ហើយអ្នកមិនមានបំណងធ្វើឲ្យខ្ញុំធ្វើពុតជាហេតុផលរបស់អ្នកទេមែនទេតើមានបញ្ហាទេវាគ្រាន់តែជាការភ្ជាប់ពាក្យคล้ายៗប៉ុណ្ណោះពេលណាជាពេលវេលាត្រឹមត្រូវរំលាយការភ្ជាប់ពាក្យអាហារសម្រន់ថ្នាក់ទាបចំនួន20មុខតើអ្នកយល់ស្របទេមែនហើយសូមយល់ព្រមហេតុអ្វីមិនយល់ព្រមហាយ៉ាងណាក៏ដោយខ្ញុំមិនបាត់បង់អ្វីទេមកតើអ្នកអាចពន្យល់លម្អិតបានទេហេតុអ្វីបានជាអ្នកអានសៀវភៅអំពីសំណាងនិងវិបុលភាពមុខវិជ្ជាជ្រើសរើសដែលខ្ញុំបានចុះឈ្មោះចូលរៀនក្នុងឆ្នាំនេះតើអ្នកពិតជាចាប់អារម្មណ៍នឹងសំណាងនិងវិបុលភាពមែនទេហេតុអ្វីតើអ្នកកំពុងធ្វើអ្វីយូលោកវូយ៉ងហៅអ្នកគឺជាក្មេងប្រុសស្អាតម្នាក់នោះអាក្រក់ណាស់ហ៊ានលួចប្រពន្ធខ្ញុំធ្វើអីខ្ញុំគិតថាអ្នកកំពុងស្នើសុំសេចក្តីស្លាប់អ៊ូយ៉ងហៅតើនារីរបស់អ្នកជានរណាកុំនិយាយរឿងមិនសមហេតុផលបើមិនដូច្នោះទេកុំបន្ទោសខ្ញុំថាមិនសមរម្យអីយូថ្ងៃស្អែកគឺជាពិធីជប់លៀងភ្ជាប់ពាក្យខ្ញុំអាចទ្រាំទ្របានដែលអ្នកនាំយកមនុស្សឆ្លាតវៃម្នាក់ចូលមកប៉ុន្តែសូមក្រឡេកមើលរឿងនេះតើអ្នកកំពុងស្វែងរកអ្វីអាក្រក់ណាស់លើសពីនេះទៅទៀតវាស្ថិតនៅកម្រិតទី4នៃអាណាចក្រមាសវិញ្ញាណខ្ញុំឈ្មោះវូយ៉ងហៅមកពីគ្រួសារវូនៃទីក្រុងលូអានតើគាត់ជាអ្វីតើវាជាអ្វីខ្ញុំជាសិស្សរបស់យុនឈីនយ៉ាវដ៏វិសុទ្ធតើអ្នកគិតថាអ្នកជានរណាអ្នកដើរកាត់ដូច្នេះអ្នកគឺជាមនុស្សម្នាក់ដែលពឹងផ្អែកលើម្ចាស់របស់នាងថាជាស្ត្រីបរិសុទ្ធបន្ទាប់មកគាត់បានសម្លាប់ឈូហ្វីអនុញ្ញាតឲ្យខ្ញុំប្រាប់អ្នកខ្ញុំមានទំនាក់ទំនងល្អជាមួយឈូហ្វីថ្ងៃនេះជាថ្ងៃដ៏ល្អឥតខ្ចោះដើម្បីសងសឹកគាត់លោកវូយ៉ងហៅបើអ្នកចង់សងសឹកចូលមករកខ្ញុំក្មេងហ៊ានឆ្លោះជាមួយខ្ញុំទេ
បើអ្នកឈ្នះពិធីជប់លៀងភ្ជាប់ពាក្យថ្ងៃស្អែកខ្ញុំមិនបង្កបញ្ហាជាដាច់ខាតប្រសិនបើអ្នកចាញ់ចេញពីទីនេះអ្នកពិតជាអាក្រក់ណាស់នាងមិនស័ក្តិសមនឹងយល់តតែសោះយោពមប៉ុន្តែចុះយ៉ាងណាបើអ្នកចាញ់អ្នកអាចឲ្យខ្ញុំអង្គុយ100ដងបានបើអ្នកចង់ចុះបើវាមានតម្លៃ1000យន់វិញហាហាមានដំបងមួយនេះជាបច្ចេកទេសក្បាច់គុនរបស់គ្រូសាប្រដាល់បាតុភូតសេលេស្ទៀដោយមិននឹកស្មានដល់វូយ៉ងហៅអាចស្ទាត់ជំនាញបច្ចេកទេសប្រដាល់នេះបានយ៉ាងល្អគាត់នៅតែជាអ្នកដើរកាត់ដែលត្រូវបានលេងឆៃជួយសង្គ្រោះគាត់នៅតែគ្មានប្រយោជន៍សម្បីតែបន្ទាប់ពីការជួយសង្គ្រោះសត្វលោកទាំងមូលអាចទុកកណ្ដាប់ដៃនេះដោយរបៀបណាប្រយ័ត្នផងអ្នកដើរឆ្លងកាត់អស្ចារ្យមែនតើអ្នកកំពុងប្រុងប្រយ័ត្នអំពីអ្វីនេះជាបំណែកឈាមសម្រាមតើធ្វើដូចម្ដេចទើបអាចបញ្ចេញជំនាញក្បាច់គុនដ៏មានឥទ្ធិពលបែបនេះលោកវូយ៉ងហៅខ្ញុំនឹងមិនធ្វើបាបអ្នកទៀតទេអាហារសម្រន់1000មុខមិនគ្រប់គ្រាន់ទេផ្ដល់ឲ្យខ្ញុំ200តម្លៃ200យ៉នសម្រាប់អាហារសម្រន់គុណភាពទាបមិនមែនជាខ្ញុំមិនមានរបស់ច្រើននៅលើខ្លួនតតែសោះជួយខ្ញុំផងហេតុអ្វីលោកវូយូហេងអ្នកគឺជាចៅហ្វាយនីវ័យក្មេងនៃគ្រួសារធំទី2នៅក្នុងទីក្រុងរបៀបបោកប្រាស់មានមនុស្សជាច្រើនកំពុងមើលគ្មានផ្លូវទេតើលោកម្ចាស់វ័យក្មេងវូនេះពិតជានឹងមិនព្រមសងបំណុលរបស់ខ្លួនមែនតែជាចៅហ្វាយនីវ័យក្មេងក៏មិនអាចទិញអាហារសម្រន់គុណភាពទាបចំនួន200ដុំបានដែរកុំនិយាយតើខ្ញុំអាចធ្វើដូចម្ដេចបានដែលជាចៅហ្វាយវ័យក្មេងដ៏គួរឲ្យគោរពនៃគ្រួសារអ៊ូមិនមាន200ដុំខ្ញុំគ្រាន់តែមិនបានយកមកច្រើនទេកាត់គាត់ពិតជាពូកែធ្វើពុតមែនហេតុអ្វីបានជាធ្វើពុតនៅពេលដែលអ្នកគ្មានអ្វីដល់ជួ160យ៉នខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅអ្វីដែលនៅសល់ក្នុងរយៈពេល2-3ថ្ងៃយោពមលោកវូយ៉ងហៅដើម្បីជៀសវាងការទិញដោយប្រើអន្ទានទុករបស់មានតម្លៃរបស់អ្នកជាទ្រព្យឲ្យបញ្ចាំគំនិតល្អគូរ៉ូកូផ្ដល់ឲ្យខ្ញុំនៅប្រវត្តិពេញលេញនៃពរជ័យខ្ញុំបានអនុញ្ញាតឲ្យខ្ញុំប្រាប់អ្នកនេះជាកំណត់ត្រាពេញលេញនៃពរជ័យអ្នករក្សាវាឲ្យមានសុវត្ថិភាពសម្រាប់ខ្ញុំលុះនាងនៅក្នុងពិធីជប់លៀងភ្ជាប់ពាក្យថ្ងៃស្អែកហាខ្ញុំនឹងទទួលបានពិន្ទុល្អឥតខ្ចោះនៅជំនាញទេរបស់ឧទាហរណ៍ឪពុករបស់លោកគ្រូជីនេះគឺជាអ្នកដើរឆ្លងកាត់ខ្ញុំតែងតែយល់និយាយអំពីអ្នកពីមុនពិធីជប់លៀងភ្ជាប់ពាក្យថ្ងៃស្អែកមិនចាំបាច់ធ្វើអ្វីទេគ្រូសាអ៊ូប្រហែលជាមិនហ៊ានបង្កបញ្ហាទេច្បាស់លាស់អ្នកដើរឆ្លងកាត់ឈាមរបស់អ្នកគ្មានតម្លៃទេដោយសារអ្នកចាប់អារម្មណ៍លើសំណាងល្អនិងវិបុលភាពប្រហែលជាគាត់មានទេពកោសល្យសម្រាប់សំណាងនិងវិបុលភាពហេតុអ្វីមិនខ្លាចជាសិស្សរបស់លោកគ្រូលីវទោះជាយ៉ាងណាក៏ដោយគាត់លក់សំណល់អេចូលទៅក្នុងផ្លូវរបស់អ្នកទោសខ្វះទេពកោសល្យដូចគ្នាវាមិនទំនងទេដែលគាត់នឹងសម្រេចបាននៅរឿងដ៏អស្ចារ្យម្ចាស់មិនប្រកាន់ទេលោកគ្រូលីវនិយាយចំណាស់គ្រូសាអ៊ូច្បាស់ជានឹងនាំមនុស្សមកបង្កបញ្ហានៅក្នុងពិធីជប់លៀងភ្ជាប់ពាក្យទាំងអស់នេះធ្វើឲ្យលោកគ្រូលីវមិនអាចជៀសវាងការប្រយុទ្ធដ៏សាហាវបានឡើយជាមិនមានអារម្មណ៍ចង់សន្ទនាធម្មតាទេចូលយើងនិយាយអំពីវាបន្ទាប់ពីពិធីជប់លៀងភ្ជាប់ពាក្យវាត្រូវការធំវិញ្ញាណកម្រិតទាបចំនួន50ដើម្បីឡើងទៅកម្រិតទី5នៃមាគ្រាវិញ្ញាណជាបន្តបន្ទាប់នឹងប្រើប្រាស់ធំវិញ្ញាណកាន់តែច្រើនអស្ចារ្យមែនឯកសារនេះពិតជាកត់ត្រាវិធីសាស្ត្រទៅផលិតសម្រាប់កម្រិតនៃការបំលែងអាវុធទាំងអស់ចាប់ពីកម្រិតទី1ដល់កម្រិតទី4នឹងមើលជាង100ឆ្នាំខ្ញុំបានអនុវត្តលំហាត់ដ៏ធុញទ្រាន់ដដែលម្ដងហើយម្ដងទៀតជាចុងក្រោយគាត់បានផ្លាស់ប្ដូរពីមនុស្សដែលមិនដឹងអ្វីទាំងអស់ទៅជាឆ្លើយសឹកកម្រិតទី3មេគ្រូសាចូលនៅទីក្រុងលើអានគឺលោកម្ចាស់វ័យក្មេងស៊ីបានសូមអបអសាទរហាសូមអបអសាទរសូមអបអសាទរដល់គ្រូសាថិនដែលបានរកឃើញកូនប្រសារដ៏គ្រូសាលីនៅទីក្រុងលើអានរួមជាមួយកូនស្រីរបស់គាត់បានមកដល់ហាសូមអបអសាទរលោកគ្រូ Hugh Changren នៃ One Belch មកដល់សូមអបអសាទរការវិតម្លៃទ្រព្យសម្បត្តិរបស់ One Belch គឺជាបញ្ហានៃការទទួលស្គាល់របស់បុគ្គលនេះក្នុងការវិតម្លៃវត្ថុបុរាណគឺមិនអាចប្រៀបផ្ទឹមបានទេថាតម្លៃនៃវត្ថុកម្រនឹងមានតម្លៃនឹងកើនឡើងទ្វេដងបន្ទាប់ពីគាត់បង្កើតវាឡើងអូជីនខ្វាន់សូមអបអសាទរសូមអបអសាទរកុំគិតថាការហោះហើរទៅកាន់មេឃឈើខ្ពស់ធ្វើឲ្យអ្នកខ្លាចជាសត្វហ្វូនិកគ្រូសាឈិនមិនមែនជាគ្រូសាដែលអ្នកអាចប្រាថ្នាចង់បាននោះទេសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានគ្រូសាវូឲ្យដៅតាមអាលីសនោះមកខ្ញុំវិញគ្រូសាអ៊ូពិតជាបានប្រើប្រាស់នេះគ្រប់គ្រាន់ហើយសម្រាប់គ្រូសាអ៊ូដើម្បីជ្រើសរើសមេដែកដ៏មានឥទ្ធិពលម្នាក់ឆ្លើយសឹកគ្រប់ប្រភេទនៅលើដាវហ្វឺបោថុងដរាបណាវាអាចកែមកអបានពួកវាទាំងអស់អាចលក់បានក្នុងតម្លៃខ្ពស់កុំបារម្ភអី
ការប្រឡងសរសេរថ្ងៃនេះស្ដីពីសិល្បៈនៃការមិនស្លាប់នឹងនាំទៅរកភាពបរាជ័យជាមិនខាននៅពេលនោះគ្រូសាឈិនប្រកាសជាបាត់បង់តំណែងរបស់ពួកគេទៅកាន់អាណាចក្រសម្ងាត់ឆាងមីងតើយើងវូជីឆេងអាចបន្តធ្វើការជាមួយគ្នានៅពេលអនាគតដោយរបៀបណា